សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងពី lecture ទី2ហើយខ្ញុំនឹងបង្ហាញពីចំណុចមួយចំនួននៅក្នុង lecture ទី2ហើយចំណុចដំបូងយើងធ្វើការបង្កើតនៅ file ជាប្រភេទ hidden ហើយ command របស់វាគ្រាន់តែយើង save touch ហើយដាក់សញ្ញាចុចពីខាងមុខឈ្មោះ file របស់យើងដាក់ test ហើយដំបូងយើងនឹងបង្កើតបាន file ប្រភេទ hidden មួយហើយយើងលេខមើលយើងនឹងមិនឃើញទេតែយើងវាយ command ទៀតដោយ ls .a នឹងយើងនឹងឃើញ file hidden នឹងឬក៏ directory hidden ទាំងអស់ហើយយើងនឹងឃើញ file hidden ដែលយើងបានបង្កើតមិញហើយយើងចូលដល់ចំណុចទី2ម្ដងគឺទាក់ទងនឹងការប្រើប្រាស់ vi editor ដែលខ្ញុំនឹងបង្ហាញពី command មួយចំនួននៅក្នុង vi ហ្នឹងហើយឥឡូវខ្ញុំសូមធ្វើការសរសេរទៅលើ file hidden តែម្ដងតាមការ vi test តោះយើងនឹងលោតចូល file ហ្នឹងដោយអ្វីដែលត្រូវធ្វើដំបូងគឺធ្វើការបោះទៅ key i ដើម្បីធ្វើការ insert អក្សរចូលឬក៏អាចជា a ក៏បានដែរខ្ញុំធ្វើការ save ដោយ key i និង a យើងអាច insert ដូចគ្នាគ្រាន់តែ i វាធ្វើការ insert ពីខាងមុខអក្សរហើយ a វានឹងធ្វើការ insert ពីក្រោយអក្សរហើយ comment lạiមួយទៀតធ្វើការ delete បញ្ចូលឬមកច្រើនចូលជាដើមហើយខ្ញុំធ្វើការ save ពីបញ្ចូលទៀតឥឡូវយើងចង់ធ្វើការលុបលើ line មួយហ្នឹងដែលធ្វើការ escape ចឹងធ្វើការចុចពីដាក់អក្សរ D នឹងវាលុប line ហ្នឹងឥឡូវលុបបានហើយឥឡូវខ្ញុំចង់ធ្វើការលុប3 line ចុងក្រោយដែលខ្ញុំវាយ comment D ហើយដាក់ចំនួន line ដែលយើងចង់លុបហើយ D ទៀតធ្វើការចុច escape ធ្វើការ D 3 D វានឹងលុបបាត់3 line ចុងក្រោយចុចដល់ comment បន្ទាប់ទៀតតោះមកបើយើងចង់ធ្វើការ undo អក្សរមកវិញយើងធ្វើការប្រើនៅអក្សរ U មកដាក់ escape ចុច2ហើយចុច U ដែលមានន័យថា undo មកចុច enter វានឹងទាញនៅអក្សររបស់យើងមកវិញតើតើ command line មួយទៀតគឺ W ធ្វើការ save file របស់យើងឬក៏យើងអាចធ្វើការវាយ W Q តែម្ដងដើម្បីធ្វើការ save ឲ្យធ្វើការចាក់ចេញមកហើយសូមធ្វើការ save ឲ្យចាក់ចេញមកធ្វើការ escape W Q តើមកវានឹង save ចាក់ចេញឲ្យយើងខ្ញុំធ្វើការ clear សិនធ្វើការបើកមើល file របស់យើងវិញនៅវានឹងលោតអក្សរយើងដល់ចំណុចបន្ទាប់ទៀតគឺទាក់ទងនឹងការ remove file ដោយ command របស់វាគាត់យើងវាយ ORM ហើយឈ្មោះ file របស់វាឥឡូវសូមធ្វើការលុបឆែកឲ្យមើលសិនថា file របស់យើងនៅអត់នេះ file test x របស់យើងមាននៅធ្វើការលុប file មកគឺយើងលុបបានជោគជ័យហើយសូមធ្វើការឆែកវិញមកទៀតនៅយើងនឹងឃើញ file របស់យើងត្រូវបានបាត់ចុះដល់ចំណុច link ម្ដងដោយ link របស់យើងវាដែលជាទី2មាន hard link និង soft link ដោយឥឡូវយើងនិយាយពី hard link មុនដោយ hard link វាអាចធ្វើការប្រើប្រាស់ data របស់យើងឬក៏នៅក្នុង file ផ្សេងគ្នាបាននៅគ្រប់កន្លែងដោយ file ទាំងពីរហ្នឹងវាមានទំហំដូចគ្នាមានលេខ inode ដូចគ្នានិងនៅពេលដែល file ណាមួយវាបាន update ហ្នឹង file មួយទៀតវានឹង update ដូចគ្នាទាំងអស់ឥឡូវខ្ញុំសូមធ្វើការ test លើ hard link របស់យើងមុនដោយខ្ញុំចូលទៅកាន់ directory homework មកនៅក្នុងនេះខ្ញុំមាន file OUPP មួយឥឡូវសូមធ្វើការ link ពី link file OUPP ហ្នឹងចូលទៅកាន់ directory subject ដើម្បីយើងអាចធ្វើការប្រើវាទាំងពីរ file បានឥឡូវសូមធ្វើការ link តែម្ដង
ការវាកំណត់ ln ដើម្បី link ឲ្យដាក់ឈ្មោះ file របស់យើងតោះដាក់ទៅកាន់ directory subject របស់យើងហើយឥឡូវយើងឈរលើ directory homework ដែលយើងធ្វើការចុច2ដើម្បីចាក់ចេញពី homework នោះវានឹងចូលដល់ home នៅក្នុង home របស់យើងវាមាន homework និង subject តែមកយើងធ្វើការចូលទៅកាន់ subject ទៅឲ្យ slash ទៀតហើយដើម្បីដាក់ឈ្មោះរបស់យើងមកដាក់ឈ្មោះ file oupp1.txt មកចុច enter អូដោយសារតែ file oupp1 មានហើយនឹងធ្វើការកែឈ្មោះវិញដាក់ oup2 ម្ដងទៅមកចុច enter ហើយយើងនឹងបង្កើតបាន file oup2 មួយដែលមានធ្វើការ link ជាមួយនឹង oup នៅក្នុង homework directory ហើយយើងចូលទៅកាន់ subject directory ក្នុង link វានឹងឃើញoup2 របស់យើងហើយធ្វើការ return នៅ link file ទាំងអស់ហ្នឹងហើយដាក់គ្នាមើលថាលេខ inode ឬក៏ទំហំ file របស់វាដូចគ្នាឬអត់គេបានជួយដកខ្ញុំធ្វើការបង្ហាញនេះទាំងអស់ទាំង inode ទាំងអីទាំងអស់ទាំងមកវាបាន detail របស់យើងហើយធ្វើការបើកក្នុង home work directory របស់យើងដើម្បីធ្វើការ check នៅ file oup របស់យើងថាទាំងនេះតែមាន detail របស់វាដូចគ្នាឬអត់ខ្ញុំចូលទៅកាន់ចាក់ចេញពី subject ចូលទៅកាន់ homework តម្រូវទៅការ link តើអ្នកនរគ្នាអាចឃើញ detail របស់ file ហ្នឹងគឺដូចគ្នាទាំងអស់ទាំងទំហំទាំងអីគឺដូចគ្នាទាំងអស់20លើក inode ក៏ដូចគ្នាដែរតែមកយើងចូលទៅដល់ source link ដល់ខ្ញុំនិយាយពី source link ម្ដងដល់យើង source link គឺវាដូចជានឹង shortcut ក្នុង Windows យ៉ាងដែរដែលវានឹងបង្កើតជា shortcut មួយចេញពី file original វិញតែទៅដល់ source link ដែលបើយើងលុបទៅលើ shortcut ហ្នឹងវានឹងមិនអីទេ file អាចប្រាប់បានធម្មតាតែถ้าយើងលុប original file របស់វានោះ file ទាំងអស់របស់វានឹងប្រើប្រាស់លេខបានដោយមួយទៀត source link វាចំពោះលេខ inode ទំហំ file របស់វាគឺវាមិនដូចគ្នាទៅនឹង original ទេហើយ source link គឺវាអាចប្រើបានលើ file ផងនិង directory ដែរហើយសូមធ្វើការបង្កើតនៅ source link មួយដើម្បីធ្វើការតេស្តឥឡូវខ្ញុំឆាលើ homework ខ្ញុំសូមធ្វើការបង្កើត file មួយដើម្បីធ្វើការតេស្តដាក់ s test.txt ដែលខ្ញុំធ្វើការ save អក្សរបន្តិចចូលក្នុង file ហ្នឹងតើមកធ្វើការ escape ហើយធ្វើការ save ចាក់ចេញខ្ញុំ save ចេញបានហើយខ្ញុំធ្វើការតេស្តលើការបង្កើតទៅលើ shortcut file របស់យើងដោយយើងចង់បង្កើត shortcut យើងប្រើ command link ដូចគ្នាតែក៏យើងថែម.s មួយដែលបញ្ជាក់ថាជា source link ហើយសូមធ្វើការបង្កើតsource link មួយដែលខ្ញុំយកឈ្មោះ file របស់ខ្ញុំបង្កើតមិញហ្នឹងខ្ញុំធ្វើការ link វាជា file មួយនៅក្នុង directory subject ដែរខ្ញុំដាក់ចាក់ចេញពី directory ហើយចូលទៅកាន់ subject ខ្ញុំបង្កើត file មួយសម្រាប់ធ្វើការជា shortcut ដូចនេះហ្នឹងទៅ enter ហើយនឹងបង្កើតបាន shortcut មួយនៅក្នុង directory subject តែចំពោះ file original ហើយនឹង shortcut របស់វាគឺ file របស់វាគឺមិនដូចគ្នាទេហើយចំពោះលេខ inode ក៏មិនដូចគ្នាដែរដល់តែការ list វាឲ្យមើលនេះជាលេខ inode របស់វាហើយនឹងទំហំវាហើយសូមធ្វើការឆែកទៅលើ shortcut ម្ដងថាវា
ខុសគ្នាឬអត់ហើយសុំចាត់ចេញពី web directory ចូលទៅកាន់ subject របស់តម្រូវធ្វើការលេខដូចគ្នាដោយយើងដើម្បីមើលលេខ inode ហើយណាទៅ file ដោយយើងឃើញហើយនេះគឺយើងបានបង្កើតមិនតែជាថាវាបានលេងទៅលើដែល file journal របស់វានោះគឺជា state.txt ចំពោះលេខ inode របស់វាគឺមិនដូចគ្នាទេគឺផ្ទុយវា949ហើយនេះ550ចំពោះទំហំ file របស់ shortcut គឺតែ9ទេចំពោះ original file វាគឺ15ចំពោះវីដេអូ lecture ទី2ហ្នឹងគឺបានបញ្ចប់ហើយសូមអរគុណ